ឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬក៏ថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងពុកម្ដាយនឿយហត់ក្នុងកិច្ចការងាររាល់ថ្ងៃនេះកូនក៏ដឹងថាដើម្បីកូនគ្រប់គ្នានឹងឯងបើសម្រាប់តែមាត់ពីរកាពះពីររបស់ពុកម្ដាយទេនោះពុកម្ដាយមិននឿយហត់ដូច្នេះទេដែលពោលមកនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានៅការតបស្នងអ្វីក្រៅតែអំពីចង់ឲ្យកូននឹងបានទៅជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់ចឹងឯងចូលកូនដឹងចោះសូម្បីមេត្តាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានជំនូនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមានមិនបានក៏ដោយឲ្យតែថាជារបស់ដែលកូនជូនហើយឪពុកម្ដាយសប្បាយចិត្តកាលដែលកូនមាននំមានផ្លែឈើយកមកជូននោះពុកម្ដាយឆ្អែតស្រេចហើយក៏ដោយក៏នៅតែទទួលបរិភោគទទួលទានដោយពេញចិត្តពិតសម្លៀកបំពាក់ដែលកូននាំមកជូនទោះជាមិនស្អាតក៏ដោយក៏មេដាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរចំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ពុកម្ដាយគ្រប់គ្នាពោលគឺចង់ឲ្យកូនបានជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតក៏ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាថ្វាយបង្គំមកទិញផ្លែឈើល្អឲ្យមកយ៉ាងម៉េចរួចទៅម្ល៉េះហើយមេដាបិតាខ្លះក៏បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិនធ្លាប់ដែលបានឃើញកូនក្រាបសំពះខ្លួនម្ដងផងពាក្យពេចន៍ម៉ែឪកូនត្រូវចាំបណ្ដាំទឹកចិត្តពិតពាក្យព្រំពាក្យប្រាជីព្រេងម៉ែឪផ្គុំនិយមព្រះពុទ្ធវិសុទ្ធវិជ្ជអរុណពើមាសជារស្មីសម្ដីម៉ែឪត្រូវរំលឹកចំកុំឲ្យភ្លេចពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាសទ្វីបលោកល្អស្រស់ព្រោះសូរិយាមេដាបិតាគឺជាព្រះជាដួងសូរិយាយាត្រារះកូនត្រូវសំពះទិសបូពីទិសបូមានន័យបុព្វការីបង្កើតប្រុសស្រីពេញពាក្យសទ្ធាពាក្យពេចន៍ម៉ែឪត្រូវដូចជាសូរិយាក្នុងគ្រាបំភ្លឺលោក2គ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្តីមានអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នានៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នាជាគ្រួសារមានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានិងធ្វើអ្វីៗជាមួយគ្នាមានភាពរស់រវើកពុកម្ដាយសំបីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៃការនឿយហត់ទៅហើយមេដាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនដែលហៅថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏បានធំអស់ហើយកូនហើយធ្វើជាបងប្អូននឹងគ្នាកូនត្រូវតែចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់គ្នាមិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំចំណែនកុំខឹងក្រោធកនុំគុំគួនអ្វីដល់បងប្អូនគ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាទៅវិញទៅមកទៅបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះតោះតេងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនហើយនោះល្អគេមិនឆ្លោះតោះតេងគ្នាដូច្នេះឡើយយ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪផងថាព
phục mà đai nâng anh kịch dạng na cái buộc côn kịch đạp bê để côn nơi tôi chuộc khnia hỡi có lọ nâng khnia vinh lên châu khnia vinh đôi đàm chẳng phịch riêng để cần lon ọt tới hay có sở lạnh khnia prom prieng khnia miền vây phơ cái chuối khnia đó na côn miền riêng khạc cả côn để nơi bị tôi nô côn cua sắc xa tam bởi côn kết thả côn thông hơi côn mình phịch riêng để to chất đôi cao để côn nơi bị khmênh tế để côn trời công và cắn khnia côn ấy pha mấy ai ruột mây ban thiện dĩa có ai ruột mây ban côn có ai ruột mây ban đai tại bong phôn rồi bàn tiệt tê miền phần na có phần năng ca để cắt bong cắt ôn có đôi khi nâng ca cắt sạch cắt chiêm rồi bỏ mai bỏ đại ná côn cua xa cọ cả đây mẹ côn chạy trời nữ nòng phô mình tam kỷ lê chạy ruột nòng phô ai dụ bò vó côn là thua nòng chật